គឺជនទុច្ចរិតព្រះរាជបុត្រកំពុងតែមានបន្ទូលពីអ្វីទៅហើយនេះអ្នកណាជាអ្នកធ្វើហើយពួកគឺជាអ្នកណាពួកគេគឺជាទាហានរបស់យើងតែពេលនេះមើលទៅមនុស្សជាទាហានរបស់យើងទេបានដៃនឹងអូមីឡាបានឆ្លងផុតព្រំប្រទល់សាក់ខ្ចាំវងហើយក៏បានចូលទៅដល់នគរកោសលហើយដែរព្រះពេតុលាមិនសប្បាយប្រទេសទេអត់ទេព្រះបត្រាកុំព្រួយប្រទេសនឹងពួកគេអីពួកគេជាជនទុច្ចរិតពួកគេទាំងអស់គ្នាច្បាស់ជាមិនបាននៅបម្រើព្រះពេតុលានៅពេលខាងមុខទៀតនោះទេព្រះពេតុលាមិនចាំបាច់ព្រួយប្រទេសទេយើងគួរតែបំពេញព្រះរាជកិច្ចទៅតាមព្រះរាជបញ្ជាហើយក៏មិនចាំបាច់បារម្ភពីទូបង្គំដែរយើងគួរតែសហការគ្នាបំពេញព្រះរាជកិច្ចដើម្បីនគររបស់យើងទូបង្គំនិយាយត្រូវទេត្រូវហើយយើងនឹងប្រឹក្សាជាមួយនឹងព្រះបិតារាជបុត្រក្នុងរឿងនេះព្រះរាជបុត្រយើងត្រូវទទួលរឿងនេះដល់ព្រះមហារាជដែលអ្នកព្យាយាមធ្វើគុតព្រះបត្រាអត់ទេចនាយើងមិនត្រូវទូដល់ទ្រង់ទេមានតែព្រះពេតុលាប៉ុណ្ណោះដែលត្រូវជ្រាបអំពីរឿងនេះព្រោះនេះគឺជាបញ្ជារបស់ទ្រង់ពួកឃាតករទាំងអស់ពិតជាចោលមកសៀតបើដេវឆ្លងផុតព្រមប្រទល់ផែនការរបស់យើងត្រូវរលាយអស់ហើយមង្គលារឿងនេះប្រកាសជាព្រះអង្គសុទ្ធណៈមិនប្រគល់ទ្រព្យសម្បត្តិរបស់ទ្រង់ដល់ទេវទត្តទេយើងត្រូវតែធ្វើឲ្យទ្រង់ទុកចិត្តយើងតើធ្វើយ៉ាងម៉េចទៅមានវិធីតែមួយប៉ុណ្ណោះថ្ងៃណាមួយយើងត្រូវតែរួមសហការជាមួយព្រះមហារាជដានដាបានីសហការជាមួយមហារាជដានបានីអញ្ចឹងឯងតើឲ្យទ្រង់ជួយទេវទត្តយ៉ាងម៉េចទៅក្នុងចំណែកនេះទ្រង់អាចជួយយើងបានណាមង្គលាមានមធ្យោបាយពីរដែលយើងធ្វើឲ្យទេវទត្តបានទទួលមរតកព្រះរាជាដានដាបានីក៏បានចង់សម្ព័ន្ធភាពជាមួយនឹងព្រះរាជានគរមហាកុសលដែរយើងនឹងទៅគាល់ព្រះរាជាប្រសន្នាជីតដើម្បីឲ្យទ្រង់ជួយដល់យើងផ្ដួលរលំរាជបល្ល័ង្កនគរកបិលភ័ក្រមិនមានវិធីផ្សេងទេព្រះពរយ៉ាសូថារ៉ាពិតមែនហើយពេលដែលបងបាននាំយ៉ាសូថារ៉ាមកជួបទេវទត្តបងបានឃើញលោកអាចារ្យដែលមកសិក្សាផែនដីកំណើតរបស់នាងពួកគេបានទស្សន៍ទាយថាសូមអបអរផងព្រះមហារាជដានដាបានីព្រះរាជធីតាយ៉ាសូថារ៉ាមានផែនដីកំណើតបានប្រាប់ឲ្យដឹងមុនដែលធ្វើឲ្យព្រះធីតារៀបអភិសេកជាមួយព្រះនគរផ្សេងក្រាបទូលយ៉ាងម៉េចនឹងវាមិនមែនជាការពិតទេដឹងព្រះស្វាមីរបស់ព្រះរាជធីតាគឺជាព្រះមហារាជយ៉ាងពិតប្រាកដបរោះដែររៀបអភិសេកជាមួយព្រះធីតាគឺជាព្រះមហារាជពិតប្រាកដក្រាបទូលមិនមានរឿងអ្វីដែលកាត់ឡើងងាយៗនោះទេដែលយើងត្រូវឲ្យទេវទត្តរៀបអភិសេកជាមួយនឹងយ៉ាសូថារ៉ាបែបនេះនេះគឺជាទាហានដ៏ក្លាហានរបស់នគរកបិលភ័ក្រមែនទេហេតុអីក៏អាចមានរឿងដូចនេះកើតឡើងបានតើវាកើតឡើងដោយរបៀបណាទៅព្រះអង្គគួរតែសាកសួរលោកសេនាប្រមុខរបស់យើងទៅក្រាបទូលសូមព្រះរាជទានទោសព្រះរាជបុត្រាសិដ្ឋាមិនមែនត្រឹមតែជាអ្នកប្រាជ្ញបំផុតទេជាអ្នកក្លាហាននិងជាអ្នកចំបាំងយ៉ាងស្ទាត់ជំនាញទៀតផងក្រាបទូលគ្រាន់តែជាអ្នកចំបាំងម្នាក់តើវាយ៉ាងម៉េចក្រាបទូលទ្រង់មិនបានប្រើអាវុធទេហ
ហើយក៏អាចកំចាត់ពួកគេបាន យើងពិតជាសប្បាយប្រទេសណាស់ដែលលើដូច្នេះព្រះរាជបុត្រស៊ីថានមិនត្រឹមតែដូចលោកទូលយើងទេនៅពេលដែលគេនៅទីនោះយើងក៏បានតាមសង្កេតពីក្រោយខ្នងគេរហូតគេពិតជាអស្ចារ្យខ្លាំងណាស់គេពិតជាមានសមត្ថភាពអស្ចារ្យមែនព្រះរាជបុត្រមើលទៅដូចជាស្ងួតស្ងាត់ខ្លាំងណាស់ក្រាបទូលឃើញទេព្រះរាជបុត្រអាចធ្វើឲ្យវានិយាយបានព្រះរាជបុត្រគួរតែសប្បាយប្រតិទៅថ្ងៃនេះក្រាបទូលហេតុអីក៏ព្រះរាជបុត្រសោកសៅគួរតែឲ្យទូលបង្គំយកកាន់ធាក់ទៅអស់ព្រះរាជរដ្ឋបានទេក្រាបទូលព្រះរាជបុត្រចង់យើងទៅដំណាក់ស្រីស្នំមែនទេតើយើងត្រូវទៅទីនោះដើម្បីអ្វីទៅអូមីឡាគេបានចេញទៅបាត់ជាមួយនឹងសម្លេងតន្ត្រីរបស់នាងតើមាននរណាម្នាក់ដែលអាចបំពេញមោហៈនៅក្នុងជីវិតយើងបានយកអ្វីមកពីវត្តប្រមាសារវទីគឺសុបិនព្រះសុបិននេះសុបិនអីទៅព្រះពរគឺជាសុបិននៃការឡើងគ្រងរាជរបស់ស៊ីថាបងបានសុំមកុដនេះមកដែរវាបញ្ជាក់អំពីអំណាចយ៉ាងល្បីល្បាញនិងបញ្ចេញពន្លឺចាញ់ចាំងយ៉ាងខ្លាំងជាងមកុដព្រះរាជាប្រាសាទជាតិទៅទៀតមើលទៅព្រះអង្គថ្ងៃនេះសប្បាយប្រទេសខ្លាំងណាស់ព្រះពរមហាទេវីបងពិតជាសប្បាយប្រទេសជាមួយនឹងព្រះរាជបុត្រខ្លាំងណាស់ពីព្រោះព្រះបុត្រារបស់អូនបានយកឈ្នះប្រទេសរបស់បងហើយគេពិតជាធ្វើបាបនេះមែនទេគេបានជួយដល់បាល់ដៃដោយខ្លួនគេផ្ទាល់ហើយគេបានពិសោធន៍ថាគេមិនមែនជាសភាពបរោះនោះទេតែគេគឺជាអ្នកចម្បាំងយ៉ាងក្លាហានម្នាក់ដូច្នេះសក្យាវង្សប្រកាសជាមានអ្នកស្នងរាជបល្ល័ង្កជាមិនខាននោះទេពិតជាប្រពៃហើយព្រះពរគួរទៅរកថ្ងៃដែលមានអ្នកខិតរិទ្ធធ្វើពិធីសម្រាប់ការឡើងគ្រងរាជ្យរបស់ទ្រង់អូនមានសវណ្ណនៃត្រូវហើយបងនឹងសួរព្រះរាជគ្រូវាចាស្បាទីរកថ្ងៃល្អដើម្បីធ្វើពិធីនោះយើងគួរទៅសួរគេសិនទៅព្រះពរមុននឹងរកថ្ងៃអ្នកខិតរិទ្ធសម្រាប់រៀបអភិសេកព្រះពរសម្រាប់រៀបអភិសេកទេព្រះពរមហារាជព្រះអង្គឲ្យគេរៀបអភិសេកសិនទៅព្រះពរឲ្យគេសប្បាយជាមួយនឹងជីវិតអាពាហ៍ពិពាហ៍សិនទៅព្រះពរហើយចាំយើងជួយគេឲ្យធ្វើនយោបាយជាក្រោមបន្ទាប់មកព្រះអង្គបំពាក់មកុដទៅឲ្យគេទៅហើយឲ្យគេទទួលខុសត្រូវនៅរឿងរាជបល្ល័ង្កនៅពេលនេះព្រះរាជបុត្រអាចនឹងមានអារម្មណ៍នឹងការទទួលខុសត្រូវនិងទទួលបន្ទុកយ៉ាងធ្ងន់ព្រះអង្គស្គាល់គេច្បាស់ណាស់ព្រះពរគេក៏បានដឹងច្បាស់ហើយនៅអ្វីដែលគេបានធ្វើនោះបើគេខ្លាចជាព្រះរាជាគេមិនអាចគ្រប់គ្រងអារម្មណ៍ចំពោះអ្វីដែលបានកាត់ឡើងទេគេនឹងបំភ្លេចរឿងអ្វីទាំងអស់យើងគួរតែធ្វើសង្គ្រាមព្រោះតែរឿងអ្វីមួយហើយបើសិនជាគេធ្វើនយោបាយតានេះចេះដោះស្រាយជាមួយនឹងស្ដេចនគរជិតខាងដែរទេប្រហែលជាព្រះអង្គមិនចង់ធ្វើជាព្រះអាជ្ញាការរបស់គេទេមែនទេព្រះពរប៉ុន្តែព្រះមហេសីប្រជាបតិប្រកាសជាចង់ធ្វើព្រះអាជ្ញាការព្រះនាមព្យាយាមមានសវណ្ណនៃពីអ្វីវាជារឿងសាមញ្ញណាស់មនុស្សគ្រប់វ័យត្រូវតែមានគូស្រករនៅពេលដល់អាយុណាព្រះពរពេលនេះដល់ពេលហើយ
ដែលឲ្យព្រះរាជបុត្រស្នងរាជត្រូវរៀបចំឲ្យមានគូស្រករព្រះពរតាត្រូវទេមហាទេវីព្រះនាងនិយាយត្រូវណាស់យើងគួរតែធ្វើពិធីជ្រើសរើសគូស្រករក្នុងពេលឆាប់នេះទៅព្រះពរម្ចាស់បដូរពីពិធីឡើងក្រុងរាជមកធ្វើជាពិធីរកគូស្រករវិញទៅហើយឲ្យព្រះធីតានិងព្រះរាជបុត្រទាំងអស់នៅក្នុងវងត្រកូលមកជួបជុំគ្នាទៅព្រះពរពួកគេនឹងបានជ្រើសរើសគូស្រករហើយជីវិតពួកគេនឹងពេញលក្ខណៈឲ្យពួកគេរៀបអភិសេកជាមុនសិនត្រូវហើយព្រះអង្គអាចប្រកាសការឡើងគ្រងរាជ្យរបស់ព្រះរាជបុត្រនៅពេលនោះតែម្ដងទៅព្រះពរម្ចាស់ព្រះរាជបានឡើងមិនមែននៅឯណាទេព្រះពរហើយម្យ៉ាងវិញទៀតផ្ញើព្រះរាជសារទៅយាងព្រះមហេសីទេវីអបិតាឲ្យមកចូលរួមផងទៅពេលនេះយាសូថារ៉ាដែលមានអាយុត្រូវនឹងគូសកលដែរហើយព្រះនាងនិយាយត្រូវចិត្តខ្ញុំតែម្ដងហើយគំនិតព្រះនាងពិតជាសំហេតុផលណាស់ព្រះអង្គខ្ញុំបាននិយាយត្រូវចិត្តរបស់ព្រះមហាទេវីប្រជាបតិខ្លាំងណាស់ខ្ញុំសន្យាថាខ្ញុំនឹងយកសេចក្តីសុខឲ្យអស់មហាទេវីយាសូថារ៉ាក៏មកទីនេះដែរព្រះមហាទេវីខ្ញុំម្ចាស់បានលើថានៅក្នុងរាជវាំងព្រះរាជបុត្រាត្រូវរាជអនុញ្ញាតឲ្យយាងចូលទៅសត្យវង្សដើម្បីចូលរួមពិធីជ្រើសរើសគូស្រករព្រះមេជាការប៉ັດព្រះមេតើឯងបានលើអ្វីទៀតដែរទេការប្រកាសនោះគឺឲ្យសមាជិកនៅក្នុងត្រកូលសត្យវង្សនឹងយាងចូលប្រជុំណាព្រះមេហើយរាជធីតាយាសូថារ៉ាក៏យាងមកចូលក្នុងពិធីនេះដែរព្រះមេតើឯងសប្បាយចិត្តព្រោះតែអ្វីដែរទៅខ្ញុំម្ចាស់សប្បាយចិត្តណាស់សូមឲ្យព្រះមហាទេវីមានប្រជញ្ញយឺនយូរដើម្បីបំពេញរាជពិធីថ្ងៃនោះហើយខ្ញុំម្ចាស់សប្បាយចិត្តព្រោះរាជធីតាសូថារ៉ាក៏យាងមកហើយព្រះអង្គក៏បានយាងព្រះមហាទេវីអមេតាមកដែរព្រះមេឡាសិកាអាចដឹងទេថាយើងពេញប្រតិយាសូថារ៉ាខ្លាំងណាស់ហើយយើងគ្រាន់តែចង់បាយចិនព្រោះតែអ្វីដែរទៅព្រះមហាទេវីនឹងបានជ្រាបច្បាស់ហើយក្នុងពិធីនោះសូមឲ្យក្តីប្រាថ្នារបស់ព្រះមហាទេវីបានសម្រេចដោយប្រតិតើវាអាចទៅរួចដែរទេមហាទេវីខ្ញុំម្ចាស់ក៏ធ្លាប់ជួយណែនាំព្រះធីតាសូថារ៉ាឲ្យទៅព្រះរាជបុត្រដែរពេលដែលព្រះធីតាយាងទៅព្រះនគរវិញខ្ញុំម្ចាស់ក៏បានប្រាប់ថាថ្ងៃណាមួយព្រះធីតានឹងយាងត្រឡប់មកវិញធ្វើជារាជនីនៅនគរកបិលភៈតើចាសិដ្ឋានបានគិតពីអ្វីដែរទេពិតជាបានទ្រង់មិនទាន់ជ្រាបថាទ្រង់ធ្លាក់ក្នុងអន្លង់ស្នេហារបស់ព្រះធីតាសូថារ៉ាទេព្រះមេទ្រង់ស្វែងរកស្នេហាមករហូតទ្រង់រកឃើញនៅក្នុងពេលឆាប់នេះហើយតែព្រះមហាទេវីត្រូវនាំពួកទ្រង់ឲ្យជួបគ្នាផងសម្លេងជួងនេះជាសញ្ញានាំសំណាងមកហើយព្រះមេព្រះយល់ព្រមបំណងមេត្រីភាពនេះហើយបានន័យថាមិនមហេសីអូនពួកគេក៏បានអញ្ជើញយាសូថារ៉ាទៅដែរព្រះអង្គព្រះមេដាសប្បាយប្រតិរឿងអីទៅជាការអញ្ជើញចូលពិធីរៀបអភិសេកទេព្រះមេមែនអាចនិយាយបែបហ្នឹងក៏ថាបានគឺមកពីនគរកបិលភពពួកគេរៀបចំពិធីឲ្យព្រះរាជបុត្រនិងព្រះធីតាជួបគ្នានៅកន្លែងនោះសមាជិកនៃត្រកូលសក្យវង្សទាំងអស់ក៏ជួបគ្នានៅទីនោះដែរគេប្រាប់ថាឲ្យបុត្រីមេដាទៅចូលរួមពិធីជ្រើសរើសគូស្រករពួកគេចង់ឲ្យបុត្រីទៅជាមួយមេដាព្រះមេដាដើម្បីរៀបអភិសេកជាមួយនឹងបុត្រីរបស់យើងគឺយើងមិនអាចបដិសេធបាននោះទេជាមួយនឹងត្រកូលរាជវង្សដូចគ្នាណាព្រះអង្គយើងមិនប្រកាន់នោះទេបើសិនជារៀបអភិសេកជាមួយនឹងទេវទត្តប៉ុន្តែបើជាមួយស៊ីថាតគឺមិនបានជាដាច់ខាតតើព្រះធីតាតតទៅព្រះរាជបុត្រស៊ីថាតយ៉ាងម៉េចដែរទៅទ្រង់ពិតជាមានបន្ទូលជាមួយខ្ញុំមិនខានតើមានអ្វីនៅក្នុងបណិតទ្រង់ទៅព្រះនៃរបស់ទ្រង់កំពុងតែបញ្ជាក់ពីស្នេហាហើយនឹងក្តីមេត្តាហើយ
ហើយចាស់ស្នាមញញឹមរបស់ទ្រង់វិញនោះ ស្នាមញញឹមរបស់ទ្រង់អាចបញ្ជាក់ពីភាពរីករាយជាមួយនឹងអ្នកណាម្នាក់ ហើយចាស់ព្រះសូរសៀងរបស់ទ្រង់វិញ ទ្រង់ចូលចិត្តបន្លឺសូរសៀងតន្ត្រី ខ្ញុំម្ចាស់បានលឺហើយតែខ្ញុំម្ចាស់ចង់ឃើញបែបនេះណាកំពុងតែធ្លាក់នៅក្នុងលោកស្នេហ៍ហើយ ខ្ញុំនឹងបដៅនាងហើយឆាប់សិនឆាប់ខ្ញុំម្ចាស់សពតិសិដ្ឋៈណា ប៉ុន្តែបងសពតិទេវទត្តជាងស៊ីថន មើលទេវទត្តទៅតើគេមិនដូចជាអ្នកចម្បាំងយ៉ាងក្លាហានទេ មើលសិដ្ឋៈទៅព្រះពៅគេដូចជាព្រះអញ្ចឹង